ចូលកន្លែងធម្មពលដែលខូចថែមទាំងខ្លាំងជាងមុនទៀតលក្ខខណ្ឌគឺត្រូវចុះចូលនឹងខ្ញុំជីវិតនឹងគ្រប់យ៉ាងជារបស់ខ្ញុំតើឯងព្រមទេហាម៉ាក់តោះយើងទៅខ្ញុំនឹងយកអ្វីជារបស់ម៉ាក់មកវិញល្អណាស់មេគ្រួសារពិតជាខ្លាំងពូកែពួកត្រកូលចាំងមិនដឹងខ្យល់ឥឡូវត្រូវចោះចាញ់ដាច់ខាតប្រគល់ដីដ៏មានតម្លៃបំផុតមកឲ្យយើងដោយស្រួលពិតជាអស្ចារ្យអ្នកណាហ៊ានមិនឲ្យមុខត្រកូលភីនេះជាស្នាដៃដឹកនាំរបស់មេគ្រួសារមកទាំងអស់គ្នាផឹកឲ្យសប្បាយអបអរត្រកូលភីកាន់តែរុងរឿងត្រកូលចាំងគ្មានន័យអ្វីឡើយអង្គុយចុះទៅបាទលីវរូយៀនថ្ងៃនេះជាថ្ងៃជ័យជំនះត្រកូលភីហេតុអ្វីឯងធ្វើមុខយំដាក់យើងសុបថមុខស៊ឺសៀននាងបាទគ្រាន់តែជាសម្រាមដែលគ្មានកម្លាំងតបយំធ្វើអីស្លាប់ហើយបង្កើតថ្មីទៅអ្វីដែលពួកលោកនិយាយគឺត្រឹមត្រូវតោះពួកយើងបន្តផឹកតែទៀតអបអរសាទរលោកម្ចាស់គ្រួសារបងសម្លាញ់អូនត្រឡប់មកវិញហើយហ៊ីសៀនឯងគ្រាន់តែជាកាកសំណល់ហ៊ានមកបំផ្លាញស្លាកឈ្មោះត្រកូលភីចង់បះបោរមែនទេស្មានថាមានអ្នកការពារហើយអាចធ្វើអ្វីបានទីនេះគឺត្រកូលភីមិនមែនកន្លែងឯងទេឯងជាមនុស្សពិការកុំមកប្រហើនបះបោរពួកឯងគ្មានតម្លៃឲ្យយើងបះបោរទេសៀកុំអីកុំខ្លាចអីមានបងនៅទីនេះមានបងនៅទីនេះគ្មានអ្នកណាធ្វើបាបអូនបានលេសៀពួកយើងដឹងពីសមត្ថភាពឯងរឿងបំផ្លាញស្លាកឈ្មោះរឿងដែលឯងនាំខ្លួនស៊ឺសៀនទៅយើងមិនប្រកាន់ឲ្យតែឯងត្រឡប់មកត្រកូលភីវិញឯងនៅតែជាកូនរបស់ភីស៊ឺយៀនដដែលយើងអាចសម្រេចចិត្តបាននិងផ្ដល់ឋានៈពិតប្រាកដដល់ម្ដាយរបស់ឯងចាំពេលឯងឡើងបន្តតំណែងមេគ្រួសារយើងនឹងលើកម្ដាយឯងជាភរិយាពេញច្បាប់អ្នកណាហ៊ានជំទាស់មិនប្រកាន់ទោសបីភីស៊ឺយៀនលោកយល់ច្រឡំរឿងមួយហើយថ្ងៃនេះខ្ញុំមិនមកពិភាក្សាទេតែមកដើម្បីប្រាប់អ្នកចាប់ពីថ្ងៃនេះទៅម្ដាយខ្ញុំគឺជាម្ចាស់ផ្ទះបើអ្នកមិនព្រមឲ្យខ្ញុំនឹងយកដោយខ្លួនឯងឈប់ភ្លាមនិយាយអីបែបហ្នឹងតើឯងស្គាល់ចាស់ទុំទេខ្ញុំប្រាប់រួចហើយត្រូវតែទទួលយកម្ដាយរបស់ខ្ញុំបើមិនដូច្នោះទេនឹងស្លាប់ទាំងអស់គ្នាឯងពិតជាមិនស្គាល់ងាប់រស់មែនឯងស្មានថាឈ្នះលើសង្វៀនឈ្នះត្រឹមមនុស្សកាកម្នាក់ហើយឯងខ្លាំងបំផុតឬហាចុះខ្ញុំវិញក្នុងនាមជាកំពូលអ្នកខ្លាំងទាំង10ខ្ញុំដឹងថានាងពូកែតែខ្ញុំត្រៀមខ្លួនរួចហើយចេញមកកណ្ដាប់ដៃដែកហែនកងពួកគេក៏ជាកំពូលអ្នកខ្លាំងដែរភេសៀនឱកាសចុងក្រោយលុតជង្គង់ចុះចូលនឹងត្រកូលវិញបើមិនចង់ស្លាប់ជាតិកស្រមោលអ៊ីឈ្មោះយូហើយគួរឲ្យស្ដាយនាងលឿនមែនតែទុកពួកយើង3នាក់មិនជាប់ទេជនពិការនិងមនុស្សឈឺថ្ងៃនេះជាថ្ងៃស្លាប់របស់ពួកឯងហើយឬទេអាសាន3នាក់នេះសុទ្ធតែជាអ្នកខ្លាំងមិនចាញ់អ្នកបំរើឯងទេខ្ញុំទុកមុខឲ្យជាឪពុកកូនផ្ដល់ឱកាសចុងក្រោយលុតជង្គង់អង្វរខ្ញុំភ្លាមខ្ញុំអាចនឹងចិត្តល្អដោះលែងឯងតែបើនៅរឹងតឹងទៀតថ្ងៃនេះជាថ្ងៃស្លាប់របស់ម៉ែកូនឯងហើយស្យានអើយពួកយើងចុះចាញ់ទៅម៉ែមិនចង់ឲ្យកូនមានរឿងទេភេសៀនយន់ខ្ញុំជាអ្នកលុត